កាលពីព្រេងនាយមានបរិសម្នាក់មានប្រពន្ធនៅជាមួយគ្នាតែពុំមានកូនដល់យូរទៅប្រពន្ធនោះមានសហាយនាំមកដេកជាមួយក្នុងផ្ទះស្ទើរទៅរាល់ថ្ងៃមួយប្តីទៅជីកដំឡូងក្នុងព្រៃដល់ថ្ងៃក្តៅចូលអាស្រ័យនៅខ្ទមអ្នកតាមួយប្រពន្ធរៀបអីវ៉ាន់ទៅបុណ្យអ្នកតានោះឲ្យទៅធ្វើប្តីឲ្យស្លាប់និងយកសហាយធ្វើប្តីរៀបស្រេចហើយក៏យកអីវ៉ាន់នោះដើរចូលទៅក្នុងខ្ទមអ្នកតាប្តីឃើញប្រពន្ធដើរចូលទៅក្នុងខ្ទមអ្នកតាក៏នឹកស្ងើថាប្រពន្ធអានវាមករកអ្វីក្នុងខ្ទមអ្នកតានេះគិតហើយក៏ចូលទៅពួនក្រោយខ្នងរូបអ្នកតាលបស្ដាប់ប្រពន្ធឯក្រពន្ធក៏ចូលទៅអុជទៀនធូបហើយនិយាយបន់អ្នកតាថាខ្ញុំមិនចង់យកប្តីខ្ញុំទេខ្ញុំយកប្តីទៀតសូមអ្នកតាកាច់ប្តីខ្ញុំឲ្យស្លាប់ទៅខ្ញុំនឹងថ្វាយជ្រូកមួយប្តីលីដូច្នោះក៏ឆ្លើយឡើងពីក្រោយអ្នកតាថាបើនាងមានសហាយហើយចង់ឲ្យអញកាច់ប្តីនាងឲ្យស្លាប់នោះងាយទេវិលទៅផ្ទះវិញត្រូវរកមន់ក្រាបទាំងមេទាំងពងមួយសម្បុកស្ងោឲ្យប្តីនាងស៊ីទៅវាស្លាប់ហើយមីនុងឮដូច្នោះស្មានថាអ្នកតាបង្កប់ក៏ប្រញាប់វិលទៅផ្ទះរកទិញបានមេមន់ក្រាបមួយសម្បុកស្ងោទុកឲ្យប្តីស៊ីដើម្បីឲ្យស្លាប់ហើយនឹងយកសហាយធ្វើជាប្តីលោកដល់ប្រឡូបប្តីមកពីជីកដំឡូកដល់ហើយសួរថាអូនអើយបានអីស៊ីបាយមេនោះឆ្លើយថាខ្ញុំបានមន់ក្រាបមួយសម្បុកស្ងោទុកឲ្យអ្នកប្តីថារៀបបាយមកស៊ីប្រពន្ធក៏លើកបាយទាំងមន់ក្រាបមកឲ្យប្តីស៊ីអស់មន់ហើយធ្វើជាឈឺដេកធ្ងោមេនោះអន់ណាស់គិតស្មានថាប្តីឈឺមែនត្រីនឹងពីកអ្នកតាបង្កប់ហើយដបិតលឺធ្ងោឯប្តីក៏ធ្វើជាដេកទៅមេនោះគិតស្មានថាប្តីស្លាប់ក៏បើកទ្វារនាំយកសហាយចូលទៅដេកជាមួយអ្នកទាំងពីរកំពុងតែនិយាយគ្នាប្តីក៏ក្រោកឡើងអងុយហៅប្រពន្ធមកប្រាប់ថារងាណាស់ឯបរិសសហាយឃើញប្តីមេនោះក្រោកឡើងអង្គុយដូច្នោះស្ទុះរត់បំទួនក៏ចូលទៅពួនឃ្លុងពីងធំមួយនៅខាងដំណេកសងំចាំប្តីនោះដេកខ្លួននឹងចេញពីពីងនោះទៅដេកនឹងស្រីនោះទៀតប្តីបានឃើញតែធ្វើជាមិនឃើញមិនដឹងប្រាប់ប្រពន្ធថារងាណាស់ឯងដាំទឹកឲ្យគ្នាមួយបន្តិចនឹងអាលស្លាប់មេនោះឮថាស្លាប់ដូច្នោះអណាស់ដបិតត្រូវនឹងពាក្យដែលទៅបុណ្យអ្នកតាលុះប្រពន្ធដាំទឹកពុះហើយប្តីថាទៅដងទឹកត្រចៀកបានមួយក្អមមកយកមកលាយនឹងទឹកក្តៅនេះប្រពន្ធឮប្តីប្រោដូច្នោះក៏យកក្អមចេញទៅដងទឹកប្តីឃើញប្រពន្ធទៅបាត់ក៏ក្រោកឡើងដើរទៅលើកទឹកពុះមួយខ្ទះនោះយកទៅស្រោចឮសហាយនៅក្នុងពាងនោះស្លាប់ទៅហើយចូលទៅដេកធ្វើជាឈឺថ្ងោហឺទៀតមេនោះវិលពីដងទឹកវិញមើលទៅឃើញសហាយត្រើយទឹកក្តៅរុញសរសៃដោយគេដកកចេញពីពាងមកក៏អោនខ្សឹបថាថ្វីក៏មិនអោនទៅវាមិនទាន់ដេកទេអានោះនៅឆ្ងក់ដដែលមេនោះយកដៃទៅចាប់ច្រមុះទៅត្រូវស្លឹកត្រចៀករហែកជ្រុះទាំងសក់ទើបដឹងថាប្តីស្រោចទឹកក្តៅស្លាប់សហាយទៅហើយក៏ពុំស្ដីយកក្របពាងមកក្របហើយយកទឹកមកឲ្យប្តីងូតឯប្តីក៏ពុំស្ដីទឹកក៏ពុំងូតប្រាប់ប្រពន្ធថាអញគ្រាន់បើហើយប្រពន្ធចូលដេកទៅលុះព្រឹកព្រលឹមឡើងមេនោះពុំដឹងធ្វើដោយមិនដេចនឹងយកខ្មោចចេញឲ្យរួចផុតពីផ្ទះក៏គិតថាក្នុងសួកនេះមានចៅ4នាក់តែងតែលោបលួចអីវ៉ាន់អ្នកផងតែសពថ្ងៃគ្រប់ភូមិដូច្នេះអញនឹងគិតឲ្យចៅទាំង4នាក់នោះយកខ្មោចចេញពីផ្ទះអញទៅចោលក្នុងព្រីឲ្យបានគិតហើយក៏ដើរខ្ចីសម្ពុតហូលឲ្យប្រែគេយកមកហាលជុំផ្ទះឯចៅទាំង4នាក់នោះឃើញហើយគិតថាជើមេនេះមានណាស់តើយប់នេះយើងនឹងទៅលួចវាឲ្យបានកុំខានសប្តាហ៍យើងស្មានតែវាក្រមេនោះក៏ហាលសម្ពុតហាលអាវលុះដល់ពេលល្ងាចយកទៅជូនគេវិញហើយយកខ្សែចងរឹតរួចពីងខ្មោចនោះឲ្យជាប់ទុកឲ្យចៅចូលមកសែងយកទៅលំនឹងឯចៅ4ញាក់លុះយប់ក៏បបួលគ្នាទៅលួចចូលទៅរករបក់ទាំងនោះពុំឃើញតែពីងមួយចងមាត់ចាប់បើកពុំរួចចៅទាំង4នាក់និយាយគ្នាថារបស់អស់នេះវាដាក់ក្នុងពីងនេះហើយបើដូច្នេះយើងត្រូវសែងពីងនេះថាហើយក៏នាំគ្នាសែងពីងនេះទៅដល់ព្រៃឆ្ងាយក៏ស្រាយលូកមើលអាមួយលូកដៃទៅត្រូវសក់ថា
với sụt na đọ đài chênh mùi lục đài tế trâu slực trà chiếc trâu phնẹ trầm máu srạy thà với khmau tê mùi mình chưa có lò đài tới tiết trâu đàm trúng đâng thà khmau mẹn có stu rút chào hái khăn na thà tà bật menu bần chào ao xanh khmau chào bàn chào từng bồn nạ kịch kinh thà dương khloa mơ menu bà khơi Việt Đà mà nạ án kinh dương chào rôm chạp vía vái ở vía riêng cũng ở vía bần chào dương tiết ជួនជាថ្ងៃមួយមេនោះចុះទៅរកទិញអីវ៉ាន់ត្បិតមានសំពៅទើបនឹងមកដល់ពីស្រុកក្រៅមេនោះដើរដល់ពាក់កណ្ដាលផ្លូវក៏ជួបចៅទាំង4នាក់នេះចៅឃើញក៏នាំគ្នាព្រួតចាប់នឹងវាយហើយជេរពីរឿងដែលវាបញ្ឆោតនោះមេនោះឆ្លើយថាហើយញាក់បើញាក់វាយខ្ញុំក៏ឥតប្រយោជន៍ដែរត្បិតខ្ញុំទៅទាប្រាក់ពីនៃសំពៅដូច្នេះមកអញ្ជើញទៅនឹងខ្ញុំទាប្រាក់បានចែកគ្នាចាយលេង ចៅទាំង4នាក់ឮថាវាទៅទាប្រាក់ដូច្នោះក៏ចូលចិត្តបបួលគ្នាទៅមេនោះផ្ដាំចៅទាំង4នាក់ថាអស់អ្នកឈរចាំខ្ញុំនៅលើច្រាំងចុះបើកាលណាឃើញខ្ញុំបោចដៃនោះអ្នកចុះទៅចុះបានប្រាក់ហើយមេនោះនិយាយផ្ដាំចៅទាំង4នាក់ហើយក៏ចុះទៅសំពៅលួងចៅទាំង4នាក់វាថាចៅនោះគឺជាខ្ញុំរបស់វាហើយនឹងចង្អុលបង្ហាញនាយសំពៅថានោះណវាទាំង4នាក់បើវាចុះមកខ្ញុំឡើងទៅលើគោកសូមឲ្យអ្នកចាប់វាដាក់ច្រវាក់ឲ្យជាប់ទៅកុំឲ្យវារត់រួចបាននាយសំពៅព្រមហើយសួរថាខ្ញុំនាងឯងទាំង4នាក់លក់ថ្លៃប៉ុន្មានមេនោះថាម្នាក់ថ្លៃ2ណែននាយសំពៅឲ្យ1ណែនកំឡះវាក៏ព្រមលក់ហើយចេញមកក្រៅបកដៃហៅចៅទាំង4នាក់ចៅទាំង4នាក់គិតស្មានថាវាហៅឲ្យទៅយកប្រាក់ក៏នាំគ្នាចុះទៅដល់ហើយស្រាប់តែនាយសំពៅប្រៅមនុស្សឲ្យចោះដាក់ច្រវាក់នៃបាត់សំពៅទាំងអស់គ្នាមេនោះក៏យកប្រាក់ឡើងមកបាត់បានប្រាក់ហើយមេនោះដើរវិលមកផ្ទាំងវឹងដល់កណ្ដាលផ្លូវចូលជួនជាយប់ពុំហ៊ានដើរទៅទៀតក៏ឡើងទៅដេកលើដើមឈើធំមួយនៅប្របផ្លូវនោះឯចៅ4នាក់នាយសំពៅដាក់ច្រវាក់ជាប់ហើយក៏និយាយគ្នាថាជើមេនោះហើយពេញជាប្រញ្ញាធំវាបញ្ឆោតឲ្យយើងសែងខ្មោចទៅចោលក្នុងព្រៃហើយឥឡូវវាលក់យើងបានទៀតចៅទាំង4នាក់ខឹងណាស់កាច់ច្រវាក់បាក់រត់ចេញពីសំពៅដើរឡើងមកលើគោករត់មកទាំងយប់នោះជួនជាយប់យូរណាស់ក៏នាំគ្នាឡើងទៅដេកលើដើមឈើធំដែលមេនោះដេកចៅ3នាក់ឡើងដេកលើមែកដោយខ្លួនឯងចៅម្នាក់ឡើងទៅក៏ជួបមេនោះនៅលើចុងឈើអាចៅនោះថាអើហាងឯងស្លាប់ហើយម្ដងនេះហាងឯងធ្លាប់តែបញ្ឆោតយើងឥឡូវហាងឯងរត់ចប់បរួយមេនោះលើកប្រាក់បង្ហាញហើយខ្សឹបថាដោយអ្នកកុំស្ដីកុំឲ្យអ្នកទាំង3នាក់ដឹងយើងត្រូវយកគ្នាជាប្តីប្រពន្ធហើយយកប្រាក់នេះទៅចាយរកស៊ីស្រួលជាងអ្នកកុំធ្វើបាបខ្ញុំធ្វើអីអាចៅលោកដូច្នេះក៏មិនស្ដីខិតចូលទៅចិត្តលោកដៃអោបគៀកមេនោះថាបងឯងឲ្យប្រញ្ញាធំបញ្ឆោតបង2ដងហើយឥឡូវបងបាននាងជាប្រពន្ធដោយសារប្រេងសំណាងយិននិយាយហើយក៏អោបថើបមេនោះពុំប្រកាយខើថាខ្ញុំក្រៃអ្នកស្រឡាញ់ខ្ញុំមិនស្មោះឯក្រឹមស្រឡាញ់ស្មោះចិត្តមួយហើយអាចៅនោះថាបងស្រឡាញ់ស្មោះហើយនាងពុំដឹងចិត្តបងចង់ឲ្យបងស្បត់ឬឲ្យបងធ្វើម្ដេចមេនោះថាបើស្រឡាញ់ចិត្តមួយនឹងគ្នាមានតែលិតអណ្ដាតគ្នាទើបមេនោះលៀនអណ្ដាតហើយអោនទៅរកអាចៅនោះឯអាចៅលិតអណ្ដាតមេនោះហើយលៀនអណ្ដាតឲ្យមេនោះលិតវិញមេនោះកំអណ្ដាតអាចៅនោះដាច់អស់មួយកំណាត់ហើយច្រានទម្លាក់ទៅលើចុងឈើធ្លាក់ដល់ដីស្រែកឮតែលុលអាចៅ3នាក់គិតស្មានថានៃសំពៅចោមចាប់ក៏លោតពីមេឈើរត់ទៅហើយស្រែកហៅគ្នាថាវើយគ្នាយើងរត់នាយសំពៅដេញហើយអាចៅដែលដាច់អណ្ដាតនោះស្រែកហៅគ្នាវាថាមេនោះនៅលើចុងឈើត្រូវចាប់បន្តែវាដាច់អណ្ដាតនិយាយមិនច្បាស់ឮតែលុលគ្នាវាគិតស្មានថាគេដេញចាប់ចេះតែរត់យកប្រាក់អាយ៉ៅរៀងខ្លួនឯមេនោះឈោះពីលើចុងឈើយកប្រាក់ទៅផ្ទះឲ្យប្តីនៅរកស៊ីជាមួយនឹងប្តីជាសុខសប្បាយទៅ